ឥឡូវខ្ញុំនឹងបង្រៀនអំពីរបៀបដាក់អក្សរខារ៉ាអូខេហើយនិងសំឡេងអញ្ចឹងខ្ញុំចូលទៅផ្កាយកិច្ចការខ្ញុំមួយខ្ញុំប្រាប់ពាក្យ new បន្ទាប់មកនៅក្នុងកន្លែង quality របស់វីដេអូខ្ញុំយកពាក្យថា bass ហើយសំឡេង audio ខ្ញុំយក bass ដែរចំពោះការ stereo យើងចង់កំណត់ជាប្រភេទ stereo ឬ surround sound ចែកចិត្តរបស់យើងទេអញ្ចឹងខ្ញុំអូខេទៅខ្ញុំបានកិច្ចការថ្មីមួយរបស់ខ្ញុំហើយអញ្ចឹងដើម្បីដាក់អក្សរខារ៉ាអូខេអក្សរខារ៉ាអូខេទាំងអស់វាមានយើងចង់ដាក់ប្រមាណជួរចង់ដាក់2ជួរឬ4ជួរធម្មតាអក្សរខារ៉ាអូខេវាមានជួរលើនិងជួរក្រោមអញ្ចឹងបើសិនយើងចង់កំណត់2ជួរយើងត្រូវមាន track ទាំងអស់គឺ4ឥឡូវខ្ញុំបង្កើត track 4ដើម្បីយើងចុចលើពាក្យថា video track ហើយខ្ញុំបាន track ទាំងអស់4ហើយអញ្ចឹងបន្តមកទៀតខ្ញុំ import សំឡេងចូលអញ្ចឹងយើងអាចដាក់ចុចលើខាងនេះមកយើងយក track audio ពី track audio អញ្ចឹងទៅយើងអាចរកអូសំឡេងបទចម្រៀងណាមួយឬក៏ file audio ណាមួយដែលវានៅក្នុង project media ឬក៏យើងអាចចាប់ទីមកក៏បានដែរអញ្ចឹងយើងអាចស្វែងរកវាបានដោយយើងប្រើពាក្យ import media វានឹងស្វែងរកទីតាំងកន្លែងមកយើងក្នុងឲ្យខ្ញុំនាំបទនឹងចូលវានៅលើនេះចាំពេលយើងคลิกលើពីរដងមកវារត់មកអូតូកន្លែងទីតាំងរបស់វាហ្មងឃើញទេហ្នឹងយើងបានសំឡេងហើយអញ្ចឹងចំពោះអា4ខាងលើនេះ1 2 3 4នេះគេហ្នឹងគឺជា text កន្លែងយើងដាក់អក្សរអូខេចំពោះជួរទី1ហើយនិងជួរទី2នេះសម្រាប់បានន័យថាជួរទី1ជួរទី2បានន័យថាវាជាប្រភេទ track តែមួយឯងអញ្ចឹងបានន័យថាជួរទី1នេះសម្រាប់ដាក់អក្សរខារ៉ាអូខេដែរប៉ុន្តែសម្រាប់ដាក់ឲ្យអក្សរខារ៉ាអូខេនឹងរត់ខាងក្រោមនេះសម្រាប់ដាក់អក្សរខារ៉ាអូខេពណ៌សហើយខាងលើហើយចំពោះ track ទី3ទី4គឺដូចគ្នាគ្រាន់តែវានៅជួរខាងក្រោមអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមបង្កើត track ទី1អញ្ចឹងខ្ញុំចូលទៅពាក្យថា insert text media ពី insert text media មកវានឹងបញ្ចេញផ្ទាំងមួយមកហើយទៅវានឹងបញ្ចេញលើ track ទី1កាលណាយើងចុចលើទី1អញ្ចឹងអូខេអញ្ចឹងបន្តមកទៀតយើងចាប់ផ្ដើមកំណត់ចំពោះ track ទី1 track ទី1ហ្នឹងអក្សរខារ៉ាអូខេគឺពណ៌ខៀវអញ្ចឹងយើងត្រូវកំណត់វាយើងត្រូវកំណត់វាទី1ចំពោះ lemon ខ្មែរយើងត្រូវយក lemon F6 lemon F4 សំទោស lemon F4 ហើយយើងលុបនេះចេញអស់មក Ctrl A delete អស់ហើយបន្តមកទៀតចំពោះសាយកំហុសមកវាយើងយកត្រឹម58គេថាយើងដោះ bold នេះចេញហើយយើងដោះនេះចេញយើងយកកតាចំពោះ placement ចំពោះជួរទី1 track ទី1យើងកំណត់វាទំហំវាគឺ390នេះចំពោះ track ទី1យើងកំណត់ទំហំវា390 track ទី2 690លើឡើងនេះចឹងខាងនេះជា track ទី1នៅជួរខាងលើអញ្ចឹងយើងដាក់ទំហំវា390ចំពោះ size zoom នេះអានឹងគឺជាទំហំអេក្រង់ទូទស្សន៍អញ្ចឹងយើងត្រូវយក10%ហ្នឹងគឺត្រូវតម្រូវទីក្រុងទូទស្សន៍ទាំងអស់ហើយបន្តមកទៀតយើងចូលនឹងពាក្យថា property ចំពោះ color យើងត្រូវកំណត់ color ពណ៌អីអញ្ចឹងចំពោះ track ទី1 color វាគឺពណ៌ខៀវអញ្ចឹងយើងយកតម្លៃនេះគឺ0 0ហើយនេះគឺ180អានោះគឺ255ហើយចំពោះ leading នេះយើងយក0.800 0.800តមកទៀតយើងចូលក្នុង effect ចំពោះ effect យើងคลิกលើ draw line នេះមួយហើយយើងកំណត់តម្លៃហ្នឹងនេះតម្លៃហ្នឹងគឺយើងត្រូវយកតម្លៃវាគឺពណ៌ខៀវស255ទាំងអស់បន្តមកទៀត control shadow នេះឈប់សុំទោះចំពោះអានេះវិញគឺយើងយក weather របស់វាអឺ
នេះគឺ 0.500 ត្រូវហើយបន្តមកទៀតត្រង់នោះយើងទៅនៅត្រង់កន្លែង filter យើងយកនេះគឺ0 0អានេះយកតម្លៃវា130 0.130 0.130 បន្ទាប់មក throw shadow វាចំពោះ throw shadow នេះយើងយកតម្លៃវា0 0ទាំងអស់យើងបាយមក0ថែមមក0ទៀត0ទាំងអស់ប៉ុន្តែនេះគឺយក500អស់ហើយសូមមើលការកែសម្រួលឡើងវិញនេះ800នេះ100ត្រឹមត្រូវអស់ហើយអញ្ចឹងយើងបានមួយហើយយើងបានខាងលើមួយយើងមើលគ្រប់តើវាមានខ្វះអីទៀតអត់អញ្ចឹងយើងចាប់ផ្ដើមកែអញ្ចឹងពេលយើងបានមួយគឺផ្ទាំងជួរខាងលើអញ្ចឹងយើងត្រូវសៀវវាទុកដើម្បីឲ្យយើងងាយស្រួលក្នុងការធ្វើលើក្រោយទៀតអញ្ចឹងយើងអាចសរសេរថា track 1 stroke 1 stroke អញ្ចឹងយើងសៀវវាសៀវចុចត្រង់នេះមកវានឹងសៀវអូតូបន្ទាប់មកយើងនឹងមានចេញ track 1 stroke អូខេអញ្ចឹងយើងអាចបិទផ្ទាំងយើងបានអញ្ចឹងចំពោះ track ទី1 stroke នេះយើងឥឡូវយើងចាប់ផ្ដើមកំណត់ហើយយើងអាចលុបវាចេញក៏បានឥឡូវយើងមកកាត់សំបីមួយទៀត setting media កាលណាយើង insert ចឹងវានឹងចេញអូតូមកគឺ default វាគឺអញ្ចឹងយើងត្រូវកែរបស់យើងនេះអ្វីដែលយើងបានសៀវគឺ track 1 stroke អញ្ចឹងយើងវាយអក្សរយើងអាចបញ្ចូលអក្សរបានឥឡូវយើងវាយអក្សររបស់ចម្រៀងខារ៉ាអូខេរបស់យើងមកហើយបើចង់ឃើញវា preview នៅលើ screen នេះហ្មងអញ្ចឹងយើងអាចយកមករបស់យើងប៉ះតានេះមកចឹងវានឹង preview ឲ្យហើយអញ្ចឹងយើងអាចសរសេរបានយើងបានហើយយើងបានជួរទី1ខាងលើมันអាចទប់ចិត្តបានគេវានឹងចេញពណ៌ខៀវហ្នឹងគឺសៀស្ពណ៌ដែលអក្សរត្រូវរត់យើងអាចទាញវាឲ្យធំដើម្បីយើងស្រួលក្នុងការកែប្រែនេះគឺយើងបាន track ទី1ពណ៌ខៀវអក្សររត់តមកទៀត track ទី2ចំពោះ track ទី2នេះគឺជាពណ៌អក្សរងាប់គឺអក្សរសអក្សរពណ៌សសម្រាប់ឲ្យបង្ហាញនៅពេលយើងច្រៀងខារ៉ាអូខេអីជាដើមអញ្ចឹងយើងអាចចូលទៅ insert text មួយទៀតអញ្ចឹងអាហ្នឹងគឺយើងត្រូវកំណត់ពណ៌ផ្សេងអញ្ចឹងយើងមិនអាចយកកែយក track មួយ stroke ដូចមិនបានយកមកវាមិនជាន់គ្នាដដែលទេអញ្ចឹងយើងត្រូវកែ default អាចាស់អញ្ចឹងយើងដាក់ lemon វាគឺ F4 ដូចគ្នាអញ្ចឹងដើម្បីឲ្យងាយស្រួលកែឆាប់យើងអាចចូលដល់ហ្នឹងយក track មួយ stroke មកយើងគ្រាន់តែកែ color វាទេវាខុសត្រង់ color អញ្ចឹងយើងត្រូវកែ color វាដល់ប្រហែលចំពោះពណ៌សវិញ color របស់វាយើងយក255ទាំងអស់255គឺពណ៌សសុំទៅ255ហើយចំពោះតម្លៃទាំងអស់នេះគឺវាដូចគ្នាទាំងអស់អត់មានខុសគ្នាទេចំពោះ track ពណ៌ខៀវនិងពណ៌សបន្ទាប់មកកន្លែង draw outline សម្រាប់draw outline នេះយើងคลิกដូចធម្មតាប៉ុន្តែពេលហ្នឹងយើងចូលទៅកំណត់ពណ៌របស់ color គឺយើងយក color នេះគឺយើងយកតម្លៃវាគឺ00 275គឺយើងពណ៌យកខ្មៅសុទ្ធនេះគឺយើងយកវាពណ៌ខ្មៅអញ្ចឹងយើងយក0ថែបមកហើយបាន0ទៀតហើយចុងក្រោយនេះយក255ចំពោះ weather fader ហើយនឹងនេះគឺវាដូចគ្នាទាំងអស់អត់មានខុសគ្នាទេជាយើងមើលតើបើយើងមានខ្វះចំណុចអីទៀតអត់យើងមើលគ្រប់ទេគ្រប់ហើយនេះក៏ត្រូវដែរ300 plus នេះ390 58ដូចគ្នាអញ្ចឹងយើងបានកិច្ចការថ្មីមួយទៀតអញ្ចឹងយើងត្រូវ save ឈ្មោះវាថ្មីដូចគ្នានិយាយថា track
track មួយបានដែរនឹងវាមាន color ឯងអញ្ចឹងយើង save វាទុកអូខេអញ្ចឹងយើងនឹងបានកិច្ចការថ្មីមួយយើងលុបវាចេញសិនទៅយើងមិនលុបក៏បានដែរខ្ញុំគ្រាន់ចង់ឲ្យយើងច្បាស់ឥឡូវយើងចូលទៅពាក្យថា insert track ហើយទៅយើងចូលក្នុង default វិញម្ដងយើងកែវាមកយើងអ្វីដែលយើងបាន save track មួយអញ្ចឹងយើងវាយពាក្យដូចពាក្យនេះវាយពាក្យដូចពាក្យបោះមួយនេះអញ្ចឹងយើងទីវាធំស្រួលមើលហើយបើយើងងាយស្រួលយើងមិនចង់ពិបាកក្នុងការវាយម្ដងទៀតអញ្ចឹងយើងគ្រាន់តែចុចលើអាបោះចាស់នេះមកយើង copy សូមចំណាំថាយើងកុំប្រើ shortcut ឬប្រើ keyboard Control C ឬ Control V ព្រោះវាអាចធ្វើអក្សរនោះវាឡើងអត់ស្មើគ្នាអញ្ចឹងយើងគួរតែចុចមក copy ជាពិសេសយើងកុំប្រើ Control A ដើម្បី select អក្សរបន្តមកយើងអាចចុចលើបើកផ្ទាំងនេះបានបន្តមកចុច pass ពេលនេះវានៅជាន់គ្នាយើងមើលអត់ឃើញទេឥឡូវយើងសាកទាញវាចេញមកចេញមកយើងដាក់មកngheឃើញទេយើងបានយើងបានពណ៌សមួយអញ្ចឹងយើងដាក់វាចុះអូខេឥឡូវយើងបានហើយយើងបានចប់សពគ្រប់ហើយចំពោះជួរទី1ឥឡូវយើងសាក highlight វាខ្ញុំទាញសំឡេងចេញសិនអូខេវាដើរប៉ុន្តែអត់មានចលនារត់ទេអញ្ចឹងដើម្បីដាក់មានចលនារត់យើងត្រូវប្រើ tool video effect នេះវាយើងអាចជ្រើសរើសយកមួយណាក៏បានដែរហើយយើង stop សិនប៉ុន្តែដើម្បីដាក់បានយើងត្រូវកំណត់ដើម្បីឲ្យអក្សរចលនារត់យើងត្រូវឲ្យវាស៊ីជាមួយសាច់ភ្លេងដើម្បីឲ្យ karaoke ស្ដាប់ទៅវាល្អមើលអញ្ចឹងយើងត្រូវចេះឆ្នៃថាធ្វើម៉េចដើម្បីឲ្យវារត់ស្មើឥឡូវនេះយើងចាំមើលតាមដានវីដេអូក្រោយទៀតសូមអរគុណ